សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នារីមកកាន់ Channel នៃទានរឿងបែបអប់រំសូមបងប្អូនកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវរឿងនិទានថ្មីៗបន្ថែមទៀតហើយថ្ងៃនេះខ្ញុំបានមានរឿងនិទានមួយដែលមានចំណងជើងថាការតបគុណចំពោះឪពុកម្ដាយកាលពីព្រេងនាយមានសត្វចាបមួយគូបានរស់នៅយ៉ាងមានក្តីសុខនៅក្នុងព្រៃធំមួយពួកវារស់នៅដោយសុចរិតនិងចេះស្រឡាញ់គ្នាណាស់មិនយូរប៉ុន្មានសត្វញីក៏បានពងហើយញាស់បានកូនប្រុសមួយយ៉ាងគួរឲ្យស្រឡាញ់ឪពុកចាបនិងម្ដាយចាបមានចិត្តសប្បាយរីករាយជាខ្លាំងហើយបានថ្នាក់ថ្នមកូនដោយក្តីស្រឡាញ់កូនចាបនោះមានឈ្មោះថាចាបដឹងគុណឪពុកម្ដាយរបស់វាខិតខំស្វែងរកចំណីទាំងជប់ទាំងថ្ងៃដើម្បីចិញ្ចឹមបីបាច់វាឲ្យធំធាត់ពួកគេតែងតែប្រាប់កូនថាជីវិតរបស់ពួកគេមិនសំខាន់ជាងការលូតលាស់របស់កូនឡើយថ្ងៃមួយពេលដែលចាបដឹងគុណបានធំល្មមនឹងហើរចេញពីសម្បុកឪពុកម្ដាយរបស់វាក៏ចាស់ជរាទៅហើយស្លាបរបស់ពួកគាត់លែងមានកម្លាំងខ្លាំងដូចមុនហើយការរកចំណីក៏លំបាកដែរឃើញដូច្នេះចាបដឹងគុណក៏មានចិត្តអាណិតឪពុកម្ដាយជាខ្លាំងវាចងចាំជានិច្ចនៅការលំបាកដែលឪពុកម្ដាយខិតខំដើម្បីខ្លួនវាបានតាំងចិត្តថាខ្លួនត្រូវតែសងគុណអ្នកមានគុណទាំងពីរនេះវិញចាប់តាំងពីពេលនោះមកចាបដឹងគុណក៏បានចាប់ផ្ដើមហើរទៅឆ្ងាយដើម្បីស្វែងរកអាហារល្អៗមកជូនឪពុកម្ដាយជារៀងរាល់ព្រឹកវាហើរទៅទីតាំងពីព្រលឹមស្រាងវាខំខាំផ្លែឈើទុំល្អនិងគ្រាប់ធញ្ញជាតិដែលមានរសជាតិឆ្ងាញ់ពេលខ្លះវាហើរទៅដល់វាលស្រែរបស់មនុស្សដើម្បីរកគ្រាប់ស្រូវដែលជ្រុះនៅទីដីវាត្រឡប់មកដល់សម្បុកវិញនៅពេលល្ងាចនៅពេលមកដល់ចាបដឹងគុណតែងតែដាក់ចំណីនៅមាត់ឪពុកម្ដាយរបស់វាដោយក្តីគោរពឪពុកម្ដាយចាបមានការភ្ញាក់ផ្អើលនិងរំភើបចិត្តជាខ្លាំងម្ដាយចាបនិយាយថាកូនអើយកូនមិនគួរនឿយហត់ដូចនេះទេកូនគួរតែថែរក្សាខ្លួនឯងចាបដឹងគុណតបវិញថាម៉ែឪអើយកាលពីខ្ញុំនៅតូចម៉ែឪខំរកចំណីមកដាក់ដល់មាត់ខ្ញុំដោយមិនគិតពីការនឿយហត់ឥឡូវដល់ពេលខ្ញុំត្រូវមើលថែម៉ែឪវិញម្ដងហើយកូនធ្វើបែបនេះមិនមែនជាការនឿយហត់ទេតែកូនធ្វើដោយចិត្តរីករាយឪពុកម្ដាយចាបស្ដាប់ហើយក៏ស្រក់ទឹកភ្នែកតែក្តីរំភើបពួកគាត់មានមោទនភាពចំពោះកូនរបស់គាត់ខ្លាំងណាស់រឿងរ៉ាវរបស់ចាបដឹងគុណនេះក៏បានល្បីល្បាញដល់សត្វស្លាបដទៃទៀតនៅក្នុងព្រៃសត្វស្លាបទាំងឡាយក៏ចាប់ផ្ដើមយកតម្រាប់តាមចាបដឹងគុណពួកវាចាប់ផ្ដើមមើលថែឪពុកម្ដាយចាស់របស់ពួកគេដូចគ្នាដោយសារតែទង្វើល្អរបស់ចាបដឹងគុណនេះហើយទើបព្រៃទាំងមូលមានសេចក្តីសុខនិងមានការចេះដឹងគុណរឿងនេះបានបង្ហាញឲ្យឃើញថាការដឹងគុណចំពោះឪពុកម្ដាយគឺជាតម្លៃសំខាន់បំផុតនៅក្នុងជីវិតក្រោយពីបានបំពេញកាតព្វកិច្ចសងគុណឪពុកម្ដាយរួចសត្វចាបដឹងគុណក៏បានคล้ายខ្លួនជាស្ដេចសត្វនៅក្នុងព្រៃនោះជារៀងរហូតតរៀងទៅសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានស្ដាប់នៅរឿងនិទានបែបអប់រំនេះសូមបងប្អូនកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញារូបកណ្ដឹងដើម្បីទទួលបាននៅរឿងនិទានថ្មីបន្ថែមទៀតសូមអរគុណ